ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបធ្វើប្រហុកលីងហើយទាំងអស់នេះគឺជាគ្រឿងផ្សំមានប្រមាណមុខនេះឯងបងប្អូនមានដូចជាសាច់ជ្រូកនេះខ្ញុំហាន់រួចរាល់ហើយមានស្បែកជ្រូកចាមានខ្ទឹមសមានប្រហុកប្រហុកនេះគឺយើងយកទៅចិញ្ច្រាំជាមួយនឹងសាច់ជ្រូកហើយនេះជាអំពិលទុំដែលខ្ញុំត្រាំជាមួយនឹងទឹកក្តៅហើយបន្ទាប់មកគឺមានត្រប់ញោមត្រប់ស្រួយមានតសក់មានស្ពៃក្តោបមានការ៉ុតនិយាយទៅបន្លែដាក់ទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនយើងចូលចិត្តញ៉ាំអីយើងអាចដាក់នឹងបានដំបូងឡើយគឺខ្ញុំដាក់ខ្ទះឲ្យក្តៅហើយខ្ញុំចាក់ខ្លាញ់ចូលទៅហើយខ្ញុំក៏រំលីងជាមួយនឹងត្រប់ញោមមុនសិនរំលីងឲ្យវាឡើងឈ្ងុយនៅពេលដែលវាឡើងឈ្ងុយហើយឡើងពឿបែបនេះយើងអាចចាប់វាទុកម្ល៉េះសិនរួចហើយខ្ញុំថែមជាមួយនឹងប្រេងសណ្តែកបន្តិចដើម្បីធ្វើការរំលីងខ្ទឹមសបន្ទាប់ពីខ្ទឹមសយើងឡើងឈ្ងុយហើយយើងអាចដាក់ស្បែកជ្រូកចូលទៅហើយយើងធ្វើការកូរវាឲ្យសព្វហើយបន្ទាប់មកគឺយើងអាចចាក់សាច់ជ្រូកយើងដែលចិញ្ច្រាំសាច់ជ្រូកនេះគឺខ្ញុំធ្វើការកិនមិនមែនចិញ្ច្រាំទេគឺកិនជាមួយនឹងប្រហុករួចជាស្រេចហើយបន្ទាប់ពីកូរសព្វហើយគឺខ្ញុំលាយគ្រឿងហើយខ្ញុំដាក់ទឹកស៊ីអ៊ីវខាប់បន្តិចទឹកប្រេងខ្យងមានអំបិលមួយចេបហើយស្ករប៊ីចេងហើយទឹកត្រីអីយើងកុំដាក់ច្រើនពេកដោយសារតែប្រហុកវាមានជាតិប្រៃនៅក្នុងនឹងស្រាប់យើងឆាវាឲ្យឡើងក្រហមបែបនេះឡើងបែបនេះគឺឆ្អិនហើយបន្ទាប់មកគឺខ្ញុំដាក់ជាមួយនឹងអំពិលទុំដែលខ្ញុំបានលាយជាមួយនឹងទឹកក្តៅហើយបន្ទាប់មកខ្ញុំកូរវាឲ្យសព្វចូលជាតិគ្នាឥឡូវនេះខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងត្រប់ញោមជាមួយនឹងម្ទេសហើយខ្ញុំធ្វើការឆាទៅមកព្រោះអីសាច់ជ្រូកយើងឆ្អិនហើយយើងអត់ដាក់យូរទេត្រឹមតែមួយសបកទេគឺឆ្អិនរួចរាល់ហើយបងប្អូនទាំងអស់គ្នាឥឡូវនេះប្រហុកលីងរបស់ខ្ញុំឆ្អិនហើយបងប្អូនទំនងឆ្ងាញ់អត់បើនិយាយពីរសជាតិវិញឆ្ងាញ់ខ្លាំងមែនតើបងប្អូនទាំងអស់គ្នាហើយបើសិនជាបានញ៉ាំជាមួយនឹងបាយក្តាំងកាន់តែពិសេសអញ្ចឹងសម្រាប់វីដេអូខ្ញុំថ្ងៃនេះមានតែប៉ុណ្ណេះឯងសូមអរគុណបងប្អូនទាំងអស់គ្នាដែលជួយចុច like share និង comment ជូនពរបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អធ្វើដំណើរដោយសុខសុវត្ថិភាពសម្រាប់ចុងសប្តាហ៍អរគុណច្រើន